ម៉ែជាទីពឹងរបស់កូនពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអប្បល័ក្ខយ៉ាងណាក្តីម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ចសេចក្តីស្រឡាញ់របស់ម៉ែគឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធដូច្នេះហើយទៅដល់ពេលដែលកូនមានជំងឺធ្ងន់ឬក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេកូនតែងតែនឹករកម៉ែត្រីនៅលើគោកបំរះរកទឹកចចកតែងនឹករកព្រៃស្ម័គ្រសានសត្វក្នុងទ្វីបលោកនឹករកសុខសានមិនអាចប្រៀបបានចិត្តម៉ែដែលនឹកនៅពេលភ្លៀងធ្លាក់រុក្ខជាតិខៀវខ្ចីបាសាបាសីខ្ញៀវខ្ញាពេលព្រឹកថ្ងៃក្តៅសត្វរោគជ្រោកក្រោមសន្លឹកប្រៀបដូចកូននឹករកម៉ែពេលឈឺម៉ែមានប្រគុណគូជាមួយឪមនុស្សយើងដែលកើតមកត្រូវអាស្រ័យឪពុកនិងម្ដាយជាអ្នកឲ្យកំណើតនិងមានតែម្ដាយម្នាក់ឯងពុំបានឡើយព្រោះតំណក់ឈាមមួយចំណែកបានពីម៉ែតំណក់ឈាមមួយចំណែកបានពីឪលោកទាំងពីរជាអ្នកឲ្យកំណើតដល់កូននិងជាអ្នកមាននៅគុណូបការៈដ៏យ៉ាងពងខ្ពស់ចំពោះកូនដូច្នេះមេត្តាបិតាគឺជាព្រះឲ្យកំណើតកូននិងជាព្រះដ៏មានគុណចំពោះកូនផ្កាឈូកដែលដោះរីកស្រស់សោភាអាស្រ័យគង់គេរួមគ្នានឹងភក់គូប្រេងជួបភ័ក្រវិលវល់វិវៈរួមរៈលងលក់បង្កើតលោកាព្រមចោះជួបព្រះសំពះវន្ទីក្រាបអារាធនាឲ្យទ្រង់ទេសនាព្រមបានជួបព្រះកើតគុណអស្ចារ្យមេត្តាបិតាជាគូគុណកម្មកូនម៉ែត្រូវខំរៀនម៉ែសូមឲ្យកូនតាំងចិត្តរៀនដោយល្អគ្រប់វិជ្ជាទាំងអស់ដែលជាវិជ្ជាមានប្រយោជន៍ម៉ែសូមឲ្យកូនអស់ប្រាក់ក្នុងការដូរយកនៅចំណេះវិជ្ជាប្រាក់នោះឯងបើមិនអស់ទៅដើម្បីការបាននៅចំណេះវិជ្ជាទេក៏ត្រូវអស់ទៅក្នុងផ្លូវដទៃដែរដូចជាការប្រើប្រាស់សម្លៀកបំពាក់ការបរិភោគចំណីអាហារជាដើមតែរបស់នោះមិនមានតម្លៃដូចវិជ្ជាទេថែមទាំងមិនថែថេរយឺនយូរទៀតផងឯចំណែកវិជ្ជាវិញជារបស់ថែថេរជាប់តាមខ្លួនកូនរហូតមួយជីវិតប្រើបណ្ណាក៏មិនចេះអស់រឹតតែជីករឹតតែជួបរឹតតែស្រាវជ្រាវរឹតតែចេះរឹតតែប្រើរឹតតែជំនាញដូច្នេះការចាយវាយប្រាក់ដូរយកនៅចំណេះចេះដឹងទៅបណ្ឌិតតូលសរសើរម៉ែសូមឲ្យកូននឹករលឹកជានិច្ចថាប្រាក់100នោះគឺជាតំណក់ញើសឈាមរបស់ម៉ែឪដែលខំប្រឹងធ្វើការម៉ែសូមឲ្យកូនយល់ដឹងក្នុងការចាយប្រាក់គឺត្រូវចាយឲ្យមានប្រយោជន៍ជាទីបំផុតព្យាយាមយកឈ្នះចិត្តអាក្រក់របស់ខ្លួនឯងកុំខ្ជិះខ្ជាយខ្ជោកខ្ជាឲ្យសោះសូមកូនម៉ែខំប្រឹងរៀនឲ្យបានឡើងថ្នាក់រាល់ឆ្នាំព្រោះការរៀនធ្លាក់ត្រូវត្រួតថ្នាក់នោះគឺជាការខូចពេលវេលាខូចកម្លាំងចិត្តនិងអស់ប្រាក់ថែមផ្ទួនទៅទៀតផងអ្នកប្រាជ្ញបានពោលថាមនុស្សល្ងងកាលបើមានពេលក៏រីករាយភ្លើតភ្លើនទៅនៅក្នុងការរកអាហារឆ្ងាញ់ឆ្ងាញ់មកដាក់មាត់ដាក់ពោះចំណែកមនុស្សឆ្លាតកាលបើមានពេលហើយក៏រីករាយក្នុងការរកអាហារមកដាក់ខួរក្បាលនាំឲ្យមានបញ្ញាដូច្នេះកូនម៉ែត្រូវរៀនច្រើនអានច្រើនស្ដាប់ច្រើនហើយសំខាន់បំផុតត្រូវមានមិត្តល្អអាភរណៈដ៏ប្រសើរម៉ែឪដែលមានកូនចេះស្គាល់ប្រមាណខ្លួនចេះដឹងចំពោះឋានៈក្នុងគ្រួសាររបស់ខ្លួនទៅជាអ្នកមានជោគល្អបីដូចជាបានទទួលពរអំពីព្រះឥន្ទកូនជាទីស្រឡាញ់របស់ម៉ែកូនពិតជាបានឃើញហើយចំពោះប្រុសស្រីខ្លះតែងខ្លួនឆើតឆាយតាក់តែងកាយដោយសម្លៀកបំពាក់ដែលមានតម្លៃខ្ពស់បំផុតព្រមដោយអលង្ការប៉ុន្តែមិនចេះរៀបចំខ្លួនឲ្យជាទីស្រឡាញ់ចូលចិត្តឡើយប្រុសស្រីរបៀបនេះមិនអាចប្រៀបបាននឹងអ្នកដែលតែងខ្លួនគ្រាន់តែឲ្យបានសមរម្យប៉ុណ្ណោះ
ប៉ុន្តែរៀបរយត្រឹមត្រូវសុភាពរាបសារច្រើនទៅដោយមេត្តាករុណានោះឡើយតែភ្នែកស្រទន់កិរិយាសុភាពវាចាពិរោះស្មោះត្រង់ត្រឹមត្រូវនិងចិត្តពេញទៅដោយព្រះមវិហារនោះគឺជាស្នេហ៍ទាញស្រូបមនុស្សទាំងឡាយឲ្យស្រឡាញ់ឲ្យគោរពកោតក្រែងបែបដូចជាជ្រោះជើងភ្នំដែលជាទីហូរធ្លាក់ចុះមកនៃទឹកដូច្នោះឯងចូលកូនចាំពាក្យម៉ែទុកចុះទោះបីកូនក្រីក្រទ្រព្យសម្បត្តិក៏ដោយតែកូនមិនត្រូវក្រសេចក្តីល្អឡើយអ្វីថាបិទតែកូនមិនមាននៅឋានៈខ្ពង់ខ្ពស់ក្នុងសង្គមតែសូមឲ្យកូនអណ្ដែតខ្លួនក្នុងពន្លឺរស្មីនៃសតិបញ្ញាក្នុងការរៀនការតម្កល់ខ្លួនឬការអ្វីទៀតក៏ដោយម៉ែសូមដាស់តឿនកូនថាចូលកុំប្រហែសស្វាក៏ចេះប្រយ័ត្នខ្លួនកុំឲ្យធ្លាក់ពីលើចុងឈើដែរមនុស្សយើងទោះបីជំនាញបណ្ណាឆ្លៀវឆ្លាតអង្អាចបណ្ណាក៏ដោយកាលណាបើប្រមាថផ្ទះប្រហែសហើយក៏រមែងផ្លាត់ផ្លាតធ្លាក់ខ្លួនដូចជាមនុស្សល្ងងខ្លៅអញ្ចឹងឯងក្នុងការរៀបចំទុកដាក់ខ្លួនជាមួយមិត្តភក្តិកុំឲ្យខ្ពស់ពេកនាំឲ្យគេស្អប់តែបើដាក់ខ្លួនទេពជាងគេពេកនាំឲ្យគេមាក់ងាយដូច្នេះត្រូវឲ្យល្មមឯចំណែកជាមួយគ្រូអាចារ្យនោះកូនត្រូវទន់ភ្លន់គោរពអោនលំទោនដូចពាក្យលោកពោលទុកថាឈ្នះអ្នកស័ក្តិខ្ពស់ដោយការអោនលំទោនឈ្នះអ្នកទាបទន់ខ្សោយដោយការសង្គ្រោះឈ្នះអ្នកស្មើគ្នាដោយការព្យាយាមចំណែកឯការរៀបចំខ្លួនជាមួយភេទផ្ទុយគ្នាម៉ែសូមបញ្ជាក់ប្រាប់ដល់កូនស្រីម៉ែថាមនុស្សប្រុសខ្លាចមនុស្សស្រីណាដែលរៀបចំនៅឥរិយាបថល្អមិនតម្កើងខ្លួនវេរិតហើយក៏មិនបណ្ដោយខ្លួនដែរមានអាកប្បកិរិយាល្អរៀបរយរៀបសារមិននិយាយលេងរហូតដល់ពោះវិស័យស្រីការបែបដូចនេះមនុស្សប្រុសរមែងក្រែងចិត្តនិងនិយមលើកតម្កើងសូមកូនម៉ែរក្សានៅគុណតម្លៃរបស់មនុស្សឲ្យបានស្ថិតនៅមមួនក្នុងខ្លួនសូមកូនកុំជាមនុស្សអស់តម្លៃឲ្យសោះគុណតម្លៃរបស់មនុស្សគឺជាសេរីសួស្តីនិងជាអភរណៈដ៏ប្រសើរក្នុងជីវិតកូនម៉ែត្រូវវឹកហាត់ឲ្យមានឧបនិស្ស័យល្អមនុស្សយើងដែលនឹងបានល្អនោះក្រៅអំពីត្រូវមានការសិក្សារៀនសូត្រហើយគឺត្រូវវឹកហាត់អប់រំដើម្បីឲ្យមាននៅឧបនិស្ស័យល្អទៀតផងនេះជាប្រការសំខាន់ចំណុចផ្ដើមនៃការវឹកហាត់សិក្សាអប់រំដែលជាទីសំខាន់បំផុតគឺក្រុមគ្រួសារក្នុងផ្ទះគ្រួសារដែលនៅក្នុងសភាពរៀបរយល្អនោះតិចណាស់ដែលក្មេងទៅជាខើខូចលេះលោះនេះប្រការសែបគប់បានសំប្រពៃលុះដល់កូនធំឡើងកូនត្រូវខំព្យាយាមសែបគប់សមាគមជាមួយមនុស្សល្អដើម្បីបានចម្លងនៅលក្ខណៈល្អផ្សេងការសែបគប់ជាមួយមនុស្សល្អរមែងជាគុណប្រយោជន៍ដល់កូនរហូតក្នុងជីវិតមនុស្សល្អកាលបើកូនចូលទៅចិត្តហើយធ្វើឲ្យកូនដឹងខ្លួនថាចង់បានឲ្យខ្លួនទៅជាមនុស្សល្អដែរ